មកពីខ្ញុំវិញនិយាយថា admin clean នំបញ្ចុកទឹកប្រហុកខ្លាំងមែនតើហ្មងអញ្ចឹងបើសិនជាបងប្អូនចង់ចេះធ្វើអាចមើលក្នុងវីដេអូនេះបានសម្រាប់វិធីធ្វើនឹងគឺអត់មានអីពិបាកទេងាយឆាប់បានញ៉ាំហើយបើនិយាយពីរសជាតិវិញធានាឲ្យបងប្អូនគឺឆ្ងាញ់អត់ចាញ់នៅក្នុងហាងឬក៏បងប្អូនអ្នកនៅខេត្តសៀមរាបគាត់លក់ទេហើយសម្រាប់នំបញ្ចុកទឹកប្រហុកនឹងអីដែលសំខាន់ជាងគេគឺត្រីអណ្ដែងបងប្អូនបើសិនជាត្រីផ្សេងគឺអត់សូវឆ្ងាញ់ទេត្រីអណ្ដែងនឹងខ្ញុំស្រស់តែក្តៅបងប្អូនអញ្ចឹងហើយបានពីមើលទៅឃើញរាងល្បកយើងដាក់អាំងត្រីអណ្ដែងចោលហើយយើងមករៀបចំច្រាំប្រហុកម្ដងសម្រាប់ប្រហុកនេះគឺខ្ញុំប្រើប្រហែលជាខ្ទង់1ខាំប្រហុកនេះបងប្អូនប្រើប្រហុកត្រីសាច់ក៏បានឬក៏ត្រីល្អិតក៏បានដែរយើងលាងវាមកទឹកពីទឹកឲ្យស្អាតអំបិលសិនមកបន្ទាប់មកគឺយើងច្រាំសម្រាប់ការច្រាំនឹងធ្វើមិនឲ្យបានម៉ត់មែនតើណាបងប្អូនព្រោះមិនអញ្ចឹងទេវាអាចនឹងឆ្អឹងយើងពិបាកញ៉ាំអញ្ចឹងទៅហើយគ្រឿងបន្ទាប់មកទៀតនឹងយើងមានខ្ទឹមសហើយនិងខ្ទឹមក្រហមពីមុខនឹងប្រើរាងច្រើនបន្តិចមកហើយយើងហាន់វាជាដុំតូចអញ្ចឹងមកដើម្បីងាយស្រួលលាងសម្រាប់ម្ទេសនេះបងប្អូនដាក់តិចច្រើនតាមចំណង់ចំណូលចិត្តឬក៏អត់ដាក់ហ្មងក៏បានដែរហើយអាម្ទេសធំនេះអត់ហល់ទេណាបងប្អូនម្ទេសហ្នឹងគឺគេហៅថាម្ទេសម្លេអាហ្នឹងយើងដាក់ទៅដើម្បីឲ្យទឹកប្រហុករបស់យើងនឹងខាប់ល្អហើយសម្រាប់ម្ទេសម្លេហ្នឹងគឺខ្ញុំប្រើចំនួន5ផ្លែធំបន្ទាប់ពីយើងហាន់វាឲ្យបានដិតហើយយើងយកវាមកលីងមកសម្រាប់ការលីងនេះយើងអត់ប្រើទឹកឬក៏ប្រេងឆាអីទេបងប្អូនយើងលីងប្រហែលជាខ្ទង់ 4-5 នាទីទៅវាចាប់ផ្ដើមឡើងសបរាងកឡាតប៉ុណ្ណឹងយើងទុកឲ្យត្រជាក់សិនបន្ទាប់ពីវាត្រជាក់ហើយចាំយើងយកវាទៅកិនហើយសម្រាប់ការកិនហ្នឹងយើងបន្ថែមទឹកបន្តិចមកដើម្បីឲ្យយើងកិនឆាប់ម៉ត់ល្អបើមិនជាអត់ដាក់ទេវានៅរាងដុំអញ្ចឹងណាហើយសម្រាប់គ្រឿងទាំង3ទាំង4មុខហ្នឹងបងប្អូនកិនឲ្យកាន់តែម៉ត់គឺកាន់តែល្អហ្មងបន្ទាប់ពីយើងត្រៀមគ្រឿងក្រៅរួចរាល់ហើយអីដែលសំខាន់មួយមុខទៀតហ្នឹងគឺស្ករត្នោតនំបញ្ចុកទឹកប្រហុកប្រើស្ករត្នោតក៏បានស្ករផែនក៏បានដែរប៉ុន្តែបើប្រើស្ករសគឺអត់កើតទេណាបងប្អូនសម្រាប់ស្ករត្នោតហ្នឹងគឺខ្ញុំដាក់ខ្ទង់ប្រហែលជាមួយខាំហើយដោយសារស្ករត្នោតខ្ញុំរៀងស្ទើចឹងហើយខ្ញុំបន្ថែមស្ករផែនខ្លះយើងកូរនៅលើភ្លើងហ្នឹងប្រហែលជាខ្ទង់2នាទីបងប្អូនតតែវាឡើងសបរាងកម្ៅមកល្មមសិនចាំដាក់ប្រហុកចូលនិយាយទៅទាំងប្រហុកទាំងស្ករត្នោតហ្នឹងបរិមាណគឺប្រហែលគ្នាបងប្អូនយើងប្រើស្ករត្នោតប៉ុណ្ណាប្រហុកប៉ុណ្្នឹងដែរមកហើយទាំងប្រហុកទាំងស្ករត្នោតហ្នឹងយើងកូរឲ្យវាចូលសព្វសាច់ល្អសិនមកណាបងប្អូនប្រហែលជាខ្ទង់ 4-5 នាទីអីទៅវាចូលសព្វល្អហើយបន្ទាប់ពីហ្នឹងមកចាំយើងដាក់ខ្ទឹមសជាមួយនឹងម្ទេសដែលយើងបានលីងហើយកិនស្រាប់ហ្នឹងដាក់បញ្ចូលគ្នាមកហើយកូរនៅលើភ្លើងសិនចាំយើងបន្ថែមគ្រឿងសម្រាប់គ្រឿងហ្នឹងគឺខ្ញុំថែមតែប៊ីចេងចំនួន2ស្លាបព្រាកាហ្វេទេបងប្អូនបាទចំពោះអំបិលទឹកត្រីអីគឺយើងអត់ដាក់ទេដោយសារប្រហុកគឺវាប្រៃស្រាប់ហើយបន្ទាប់ពីហ្នឹងមកចាំយើងថែមទឹកចូលទឹកនេះគឺទឹកធម្មតាណាបងប្អូនយើងដាក់ចូលមកល្មមមកឬក៏យករៀងរាវបន្តិចក៏បានដែរព្រោះអីគឺយើងត្រូវរងាស់វាទៀតអញ្ចឹងណាយើងដាក់ទឹកចូលហើយរងាស់វាប្រហែលជាខ្ទង់ 4-5 នាទីប៉ុន្តែប្រើភ្លើងតិចបានទេណាបងប្អូនរងាស់អត់ប្រើភ្លើងក្តៅខ្លាំងទេហើយក្នុងកំឡុងពេលរងាស់ហ្នឹងបងប្អូនអាសាកូវាផងព្រោះអីខ្លាចវាក្រាំងឬក៏ខ្លោចនេះនឹងបានអញ្ចឹងណាហើយនេះបន្ទាប់ពីខ្ញុំរងាស់ប្រហែលជាខ្ទង់5នាទីទឹកប្រហុករបស់យើងនឹងវាឡើងខាប់ល្អហើយបន្ទាប់ពីហ្នឹងមកបងប្អូនអាចភ្លក់មើលហើយថែមថយគ្រឿងបានប៉ុន្តែសម្រាប់ខ្ញុំគឺមិនល្មមមកបងប្អូនអញ្ចឹងហើយរសជាតិអត់ចាំបាច់ថែមថយអីទៀតទេបន្ទាប់ពីយើងធ្វើទឹកប្រហុករួចរាល់ហើយគឺខ្ញុំមកដាក់ដាំទឹកដើម្បីស្រោះបន្លែហើយបន្លែហ្នឹងគឺយើងមានជីផ្កាស្ពៃយើងមានសណ្តែកគួរពោតបារាំងហើយនិងស្ពៃក្តោបដំបូងគេហ្នឹងគឺខ្ញុំស្រោះផ្កាស្ពៃមុនគេដោយសារផ្កាស្ពៃវារាងក្រឆ្អិនជាងគេអញ្ចឹងណាហើយបើបន្លែ3មុខចុងក្រោយនេះគឺខ្ញុំដាក់ចូលជាមួយគ្នាហ្មងចំពោះការស្រោះហ្នឹងគឺអត់ឲ្យលួយខ្លាំងទេបងប្អូនចាំមកល្មមបានហើយចុងក្រោយគេគឺនំបញ្ចុកនេះគឺត្រូវតែស្រោះហ្មងបើសិនជាយើងអត់ស្រោះទេតែសាយវារៀងរឹងញ៉ាំទៅអត់ឆ្ងាញ់ទេបងប្អូននិយាយទៅបាត់ពិសោធន៍របស់ខ្ញុំផ្ទាល់ហ្មងណាខ្ជិលស្រោះញ៉ាំមកគឺអត់ឆ្ងាញ់ទេហើយបន្ទាប់ពីយើងធ្វើគ្រឿងក្រៅរួចរាល់ហើយត្រីអាំងរបស់យើងក៏ឆ្អិនល្មមដែរប៉ុណ្ណឹងមកគឺយើងអាចរៀបចំដាក់ញ៉ាំបានហើយយើងដាក់គ្រឿងក្រៅឲ្យបានគ្រប់មុខទាំងអស់មកហើយយើងបេះត្រីអណ្ដែងដាក់បញ្ចូលមកត្រីអណ្ដែងហ្នឹងដាក់កាន់តែច្រើនគឺកាន់តែឆ្ងាញ់ហ្មងហើយសម្រាប់បងប្អូនណាដែលអត់ចង់ញ៉ាំស្រូបអញ្ចឹងណាបងប្អូនអាចផ្ទាប់ក៏បានដែរផ្ទាប់ញ៉ាំមួយម៉ាត់ជ្រលក់ជាមួយទឹកប្រហុកអញ្ចឹងណាហើយសម្រាប់ទឹកប្រហុកនេះគឺគេអត់ស្រូបរបៀបដូចទឹកស្លការីឬក៏ស្លប្រហើរអីទេបងប្អូននិយាយទៅស្រូបយកមកជោគល្មមទេបើសិនជាយើងស្រូបវាឲ្យច្រើនហ្មងគឺវាប្រៃបងប្អូនដោយសាររសជាតិរបស់ទឹកប្រហុកហ្នឹងគឺវារាងដិតគឺរាងប្រៃហើយនឹងផ្អែមនឹងឯងបងប្អូននេះគឺនំបញ្ចុកទឹកប្រហុករបស់ខ្ញុំគឺបានធ្វើរួចរាល់ហើយណាហើយសម្រាប់នំបញ្ចុកទឹកប្រហុកហ្នឹងបើសិនជាបងប្អូនចង់ច្បាស់ក្រូចឆ្មាបានដូចគ្នាប៉ុន្តែដោយសារខ្ញុំអត់សូវចូលចិត្តបងប្អូនខ្ញុំចូលចិត្តទឹកប្រហុកសុទ្ធជាងអញ្ចឹងណាច្បាស់ទៅវារៀងមានរសជាតិជូរតិចក្នុងហ្នឹងហើយសម្រាប់ទឹកប្រហុកហ្នឹងបើសិនជាធ្វើច្រើនសល់គឺអាចទុកបានណាបងប្អូនច្រកកន្លឬក៏ដាក់ក្នុងដបទៅទុកក្នុងទូទឹកកកអាចញ៉ាំបានខ្ទង់មួយអាទិត្យឬក៏កន្លះខែអីក៏បានដែរទៅវាអត់ខូចទេហើយសម្រាប់រសជាតិវិញគឺយើងយករៀងប្រៃផ្អែមបងប្អូនប៉ុន្តែអត់ប្រៃខ្លាំងក៏អត់ផ្អែមខ្លាំងដែរនិយាយទៅគ្រាន់តែរសជាតិហ្នឹងវារៀងដិតប្រៃហើយនឹងដិតផ្អែមអញ្ចឹងណា